ទី3ធ្វើសេចក្តីស្មោះត្រង់នឹងស្វាមីរបស់យើងដូចគ្នាជីវិតរបស់គូស្រករនឹងអាចជារឿងធំទោះបីមានទ្រព្យសម្បត្តិយសស័ក្តិប៉ុណ្ណាក៏ដោយតែទាំងពីរនាក់នេះងាករេចិត្តពីគ្នាសុភមង្គលឆេះអស់រលត់ឲ្យកើតអពមង្គលដល់អ្នកទាំងពីរនឹងឯងតែប្រពន្ធនេះណាក៏សុខចិត្តឲ្យយើងទៅរកប្រពន្ធថែមទៀតបំណែងហើយសង្គ្រោះរបស់ប្រពន្ធវិញសង្គ្រោះដល់ប្តីក៏5យ៉ាងដូចគ្នាទី1ត្រូវធ្វើម្ហូបអាហារបាយសម្លឲ្យទៀងទាត់ពេលវេលាគ្រួសារធ្លាប់បរិភោគម៉ោងណាពេលណាត្រូវឲ្យឆ្អិនពីព្រោះសង្គ្រោះសេចក្តីស្រេកឃ្លានប្តីនឹងធ្វើការងារមកឃ្លានជារោគធំជាងរោគមហារីករោគអីទៅទៀតមកដល់មានម្ហូបអាហារឆ្អិនទៅបរិភោគបាត់សេចក្តីស្រេកឃ្លានចិត្តវាស្ងប់ស្រួលទៅតែសង្គ្រោះទី1ហ្នឹងបើភរិយាអត់មានការងារក្រៅទេមានការងារមេផ្ទះម៉ែចង្ក្រានម៉ែឆ្នាំងហ្នឹងយើងអាចប្រកាន់បានតែបើភរិយាមានការងារក្រៅដែរអត់បានប្រកាន់បានទេត្រូវសម្រួលទៅតាមហេតុព្រោះធ្វើការក្រៅផ្ទះទាំងអស់គ្នាហ្នឹងហើយសង្គ្រោះទី2ក៏បីភរិយាថែរក្សាទ្រព្យសម្បត្តិដែលប្តីរកបានមកឲ្យថែរក្សាសម្បត្តិទ្រព្យនោះឲ្យគង់វង្សកុំឲ្យចាយវាយខ្ជះខ្ជាយទ្រព្យសម្បត្តិហ្នឹងព្រោះទ្រព្យសម្បត្តិរកមកមិនមែនសម្រាប់តែបរិភោគមកអាប្រើប្រាស់គេកើតអតិច្រើនណាស់តែមកខ្ជះខ្ជាយចេះតែចាយមិនគេគូអស់ឲ្យទ្រព្យសម្បត្តិមិនសល់ទេអានឹងក្នុងច្បាប់លោកថាប្រពន្ធចង្រៃមួយហើយណាเราលើកពីមនុស្សចង្រៃ5យ៉ាងក្នុងសង្គមមនុស្សនេះឲ្យស្ដាប់ទី1អ្នកបួសអេតក្រេតខ្លួនជាបព្វជិតអ្នកបួសក្នុងពុទ្ធសាសនាក្រេតគឺធម៌វិន័យសម្បកក្រៅជាអ្នកបួសតែអត់បដិបត្តិធម៌វិន័យរបស់ពុទ្ធទេនៅអាកាយខាងក្រៅគេមើលអ្នកបួសតែចរិយាមេរយាបព្រឹត្តគឺមនុស្សពីលស្មោះអានេះគេហៅអ្នកបួសអេតក្រេតអានេះអ្នកបួសចង្រៃក្នុងសាសនាណាហើយទី2ចាស់អេតប្រេតអាយុចាស់60ផ្លាយ70ហើយអត់ប្រព្រឹត្តទៅតាមវ័យដែលខ្លួនចាស់អត់មានសន្សំធ្វើសេចក្តីល្អធ្វើទានរក្សាសិល